ទឹកដោះគោផ្លែឈើមានចាអួឆ្ងាញ់ដេឡាគីខ្ញុំចូលចានសាកលវិទ្យាល័យកម្ពុជាដើម្បីចំណេះដឹងគតិបណ្ឌិតនិងការស្ថាបនាអ្នកដឹកនាំទៅថ្ងៃអនាគតចឹងតាមអ្វីដែលលោកគ្រូបានជម្រាបជូនអំបញ្ញមិញអ្វីដែលយើងកំពុងតែជួបបញ្ហាប្រឈមជាងគេគឺខ្វះកម្មករជំនាញនិងបើយើងនិយាយមួយទៀតគឺមេការសំណងបាទដែលពួកគាត់ភាគច្រើនគឺក៏អត់ទាន់មានជំនាញវិជ្ជាជីវៈច្បាស់លាស់ទាក់ទងទៅនឹងការងារដែលយើងធ្វើរាល់ថ្ងៃនេះប៉ុន្តែមួយវិញទៀតការសិក្សានៅឯសាកលវិទ្យាល័យភូមិន្ទវិទ្យាសិល្បៈក៏ដូចជាសាកលវិទ្យាល័យឯកជនមួយចំនួនដែលគាត់ផ្ដល់នូវជំនាញស្ថាបត្យកម្មនិងនគររូបនីយកម្មដូចគ្នាធនធានមនុស្សបើយើងគិតទៅពីមួយឆ្នាំទៅមួយឆ្នាំនិស្សិតគឺគាត់សិក្សានៅជំនាញនឹងច្រើនតែកត្តាអ្វីដែលធ្វើឲ្យលោកគ្រូយល់ឃើញថាយើងកំពុងតែខ្វះនៅជំនាញខាងមេការជាងបែបចឹងវិញបាទពីព្រោះយើងមាននិស្សិតច្រើនណាស់ដែលគាត់សិក្សាមុខជំនាញហ្នឹងបាទដោយយោងនៅតាមសាកលវិទ្យាល័យរដ្ឋនិងសាកលវិទ្យាល័យឯកជនបង្រៀនទៅលើកម្រិតជំនាញស្ថាបត្យករនិងវិស្វករសម្រាប់អ្នកគិតនិងអ្នកគណនាប៉ុន្តែមិនមែនជាអ្នកចុះអនុវត្តនៅប្រតិបត្តិផ្ទាល់នៅក្នុងការឋានចាប់ពីការសាងសង់ពីគ្រឹះរហូតដល់គ្រោងដំបូលនិងការងារបញ្ចប់នៃការងារ finishing របស់ project បាទអរគុណច្រើនលោកគ្រូសម្រាប់ការបកស្រាយបាទអញ្ចឹងខ្ញុំនៅមានចំណងមួយទៀតដែលលោកគ្រូបានជម្រាបជូនថាលោកគ្រូនឹងបើកសាលាផ្ទាល់ខ្លួនមួយដែលយើងផ្ដល់នៅការបណ្ដុះបណ្ដាលពហុជំនាញទៅលើការងារសំណង់ស្ថាបត្យកម្មអញ្ចឹងបាទប៉ុន្តែលោកគ្រូជ្រើសរើសពីថ្នាក់ទី9ដល់ថ្នាក់ទី12ចាំបើសិនជាបងអូនដែលគាត់ប្រឡងធ្លាក់ថ្នាក់ទី12តើលោកគ្រូទទួលទេឬក៏យ៉ាងណាខ្ញុំទទួលអ្នកដែលប្រឡងធ្លាក់ទី11ទី12ហ្នឹងហើយដែលត្រូវមករៀនពហុកម្មករជំនាញហ្នឹងឯងពីព្រោះដើម្បីមានជំនាញវិជ្ជាជីវៈច្បាស់លាស់ហើយដែលមានតម្លៃស្មើនឹងស្ថាបត្យករវិស្វករជាសំណង់ទូទៅដែលពេលដែលស្ថាបត្យករវិស្វករនៅបញ្យល់គាត់នឹងយល់ការងារប្លង់ទូទៅគាត់នឹងមានចំណេះដូចប៉ុន្តែគាត់មិនមែនជាអ្នកគណនាទេប៉ុន្តែគាត់យល់ការងារប្លង់ទូទៅដូចជាផ្ទះល្វែងផ្ទះវិឡាសាលារៀនមន្ទីរពេទ្យអូតែលព្រានហោះកំពង់ផែតំបន់សេដ្ឋកិច្ចពិសេសរោងចក្រពេលហ្នឹងមានប្លង់គាត់នឹងចេះយល់មើលប្លង់ស្ថាបត្យកម្មនិងប្លង់វិស្វកម្មគ្រឿងបង្គុំឆ្អឹងដែកដើម្បីយកទៅប្រតិបត្តិការនៅសាងសង់នៅការដ្ឋានបាទមួយវិញទៀតលោកគ្រូបានជម្រាបជូនថាការសិក្សានៅពហុជំនាញហ្នឹងគឺយើងទាមទារត្រឹមតែរយៈពេល12ខែឬតែ1ឆ្នាំតែប៉ុណ្ណោះប៉ុន្តែជំនាញស្ថាបត្យកម្មឬវិស្វករដល់ទៅ7ឆ្នាំឬក៏10ឆ្នាំប៉ុន្តែបាទចឹង12ខែហ្នឹងមើលទៅពួកគាត់អាចមានជំនាញប្រកបទេក្នុងការដែលគាត់ចូលរួមការងារក៏ដូចជាទីផ្សារនៅពេលបច្ចុប្បន្ននេះលោកគ្រូបាទដោយយោងទៅលើបទពិសោធន៍ខ្ញុំអស់រយៈពេល20ឆ្នាំខ្ញុំនឹងផ្ទេរចំណេះដឹងមានជំរុញឲ្យគាត់មានជំនាញវិជ្ជាជីវៈច្បាស់លាស់និងមានសមត្ថភាពក្នុងរយៈពេល12ខែពីព្រោះការសិក្សានៅក្នុងមហាវិទ្យាល័យឯកជននិងបរិវត្តសិក្សារយៈពេល5ឆ្នាំមែនប៉ុន្តែសម្រាប់មុខវិជ្ជាផ្សេងៗពាក់ព័ន្ធនឹង mathematics general mathematics សម្រាប់ calculation សម្រាប់គណនាសម្រាប់គិតផ្សេងៗអញ្ចឹងខ្ញុំបង្ហាត់នេះមិនមែនសម្រាប់ពាក់ព័ន្ធនឹងការគិតគណនាអង្គទេករ៉ាល់អីទេគឺជំនាញទៅលើឯកទេសឬនិមិត្តសញ្ញាប្លង់ស្ថាបត្យកម្មនិងប្លង់វិស្វកម្មគ្រឿងបង្គុំហើយនឹងការចុះប្រតិបត្តិផ្ទាល់នឹងការដំឡើងពុំរៀបអិតការ៉ូធ្លាបថ្នាំការងារតុបតែងលម្អផ្នែកខាងក្នុងខាងក្រៅបាទអរគុណច្រើនលោកគ្រូចឹងយើងឃើញថាជាមួយនឹងបបពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីដែលលោកគ្រូបានជម្រាបជូននៅពេលបន្តិចទៀតក៏ដូចចាប់ពីពេលនេះទៅយើងនឹងមានសាលាបណ្ដុះបណ្ដាលនៅពហុជំនាញលើកម្មករជំនាញក៏ដូចជាមេការសំណង់ដែលគាត់មានជំនាញពិតប្រាកដយើងមិនចាំបាច់ថាសំណង់មួយហ្នឹងត្រូវតែយកមេការឬកូនជើងមកពីស្រុកក្រៅទេនៅពេលបន្តិចទៀតយើងនឹងមានធនធានមនុស្សខ្លួនឯងបាទដែលគាត់យើងមានក៏ស្ថាបត្យករក៏យើងមានវិស្វករក៏យើងមានហើយមេការនិងកូនជើងជំនាញក៏យើងមានដែរឯកទេសច្បាស់លាស់តែម្ដងដែលចេញពីប្រជារាស្ត្រក្នុងស្រុកទីផ្សារការងារក្នុងស្រុកមិនចាំបាច់ទាញជនបរទេសចូលមកកម្ពុជាដល់លើកដូចនៅពេលបច្ចុប្បន្នបាទអរគុណច្រើនលោកគ្រូបាទអញ្ចឹងសូមជាបង្វែរសំណួរចូលដល់តំណែងរបស់លោកគ្រូដែលគាត់គឺជាសាស្ត្រាចារ្យនៅឯគណៈស្ថាបត្យករកម្ពុជាវិញម្ដងដែលយើងមិនធ្លាប់បានលើថាអ្វីទៅគឺជាគណៈស្ថាបត្យករកម្ពុជាបាទសូមសួរលោកគ្រូបន្តិចតើនេះគឺជាសាកលវិទ្យាល័យឬក៏ជាវិទ្យាស្ថានដែលគាត់ទើបតែបង្កើតឡើងឬក៏យ៉ាងណាដែរបាទគណៈស្ថាបត្យករនេះគឺជាកន្លែងសម្រាប់ចុះបញ្ជីដើម្បីរាល់ស្ថាបត្យករដែលរៀននៅសាកលវិទ្យាល័យរដ្ឋនិងសាកលវិទ្យាល័យឯកជនរៀនចប់ហើយត្រូវចុះបញ្ជីដើម្បីត្រៀមខ្លួនដើម្បីបណ្ដុះបណ្ដាលឲ្យពេញសិទ្ធិជាស្ថាបត្យករដើម្បីត្រៀមខ្លួនជាស្ថាបត្យករកម្រិតថ្នាក់ជាតិនិងកម្រិតថ្នាក់តំបន់អាស៊ានបាទចឹងមានន័យថាសម្រាប់បងប្អូនសិស្សានុសិស្សដែលគាត់សិក្សាលើជំនាញស្ថាបត្យកម្មនិងវិស្វកម្មអញ្ចឹងនៅពេលគាត់ប្រឡងបញ្ចប់ថ្នាក់បញ្ញាបត្រអញ្ចឹងគាត់អត់
តន់ថាគេទទួលស្គាល់ឲ្យគាត់ចុះធ្វើការងារមែនទែនទេមិនតន់មានបទពិសោធន៍ទៅលើការងារអនុវត្តលើការដ្ឋានហើយនឹងក្រុមហ៊ុនសិក្សាគម្រោងប្លង់នៅឡើយទេបាទចឹងមានន័យថាគាត់ត្រូវតែចោះឈ្មោះចូលហ្វឹកហាត់បន្ថែមបំពន់បន្ថែមនៅគណៈស្ថាបត្យករកម្ពុជានេះបន្តទៀតបាទចឹងតើគណៈស្ថាបត្យករកម្ពុជានេះទើបតែបង្កើតឡើងឬក៏យ៉ាងណាដែរមានពីយូរហើយលោកគ្រូបាទទើបបង្កើតឡើងនៅចុងឆ្នាំ2014ដើមឆ្នាំ2015នឹងឯងបាទហើយគេបានអញ្ជើញខ្ញុំចូលកំឡុងខែ4ខែ5 2015ហ្នឹងដើម្បីទៅធ្វើគ្រូបង្គោលនៅគណៈស្ថាបត្យករកម្ពុជានៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បាទអញ្ចឹងបើយើងនិយាយទៅពីមុនគឺយើងអត់ទាន់មានថ្នាក់មួយដែលគាត់បង្ព័ន្ធដល់សិស្សានុសិស្សដែលគាត់ប្រឡងចប់ថ្នាក់បរិញ្ញាបត្រផ្នែកជំនាញនេះទេបាទនៅទេអញ្ចឹងការបើសិនជាយើងវិលទៅកាន់ពីមុនដែលយើងអត់ទាន់មានគណៈស្ថាបត្យករកម្ពុជាបងប្អូននិស្សិតដែលគាត់ប្រឡងចប់ថ្នាក់បរិញ្ញាបត្រជំនាញហ្នឹងតើគាត់ត្រូវទៅស្វែងរកការបណ្ដុះបណ្ដាលនៅបន្តនៅពេលណាឬក៏គាត់អាចធ្វើយ៉ាងណាដើម្បីអាចឲ្យខ្លួននឹងក្លាយទៅជាស្ថាបត្យករពេញលេញបាទនៅពេលនោះគាត់ត្រូវស្វះស្វែងទំនាក់ទំនងដោយផ្ទាល់ខ្លួនគាត់តាមរយៈក្រុមហ៊ុនសាងសង់ហើយនឹងក្រុមហ៊ុនសិក្សាគម្រោងប្លង់បាទបទពិសោធន៍យ៉ាងតិច3ឆ្នាំទៅ5ឆ្នាំទើបក្លាយទៅជាស្ថាបត្យករប្រចាំការដ្ឋានវិស្វករស្ថាបត្យករនៅការិយាល័យសិក្សាគម្រោងប្លង់បាទហើយបទពិសោធន៍យ៉ាងតិច10ឆ្នាំទើបចូលជា consultant របស់ ADB World Bank បាទដែលឡាក់គីទឹកដោះគោផ្លែឈើមានចាអួឆ្ងាញ់ដែលឡាក់គីខ្ញុំចូលចានសាកលវិទ្យាល័យកម្ពុជាដើម្បីចំណេះដឹងគតិបណ្ឌិតនិងការស្ថាបនាអ្នកដឹកនាំទៅថ្ងៃអនាគត